Chỉ với số lượng cron năng này đó kiaนี่ថ្ងៃនេះខ្ញុំមកបញ្យល់អំពីកូដរបស់យើង midterm របស់យើងហើយនេះគឺជា form ដែលយើងត្រូវបញ្យល់ថ្ងៃនេះឥឡូវខ្ញុំសាកវាយចូលដើម្បីវាយពីកន្លែងនេះហើយវា load មក form ខាងនេះខាងស្ដាំដំបូងយើងវាយឈ្មោះយើងសិនមកចឹង last name អូខេយកយើងចង់នេះក៏បានចេះក៏បានយើងចង់វាយជាលេខខ្លួនឯងក៏បានអូខេដាក់មានមកអូខេ save វាសួរថាវាបានតែជោគជ័យ succeed អត់នេះឃើញវា load មកអានេះខ្ញុំតែអញ្ចឹងសិនហើយមួយទៀតខ្ញុំតែឥឡូវយើងវាយ last name ចាហើយយើងអត់វាយ first name ទេយើងដាក់តែអាយុហើយនឹង gender ចាំមើលទៅវាចូលអត់នេះគឺវាអត់ចូលទេដោយសារតែយើងអត់បានបំពេញ form ទី1នេះគឺតម្រូវឲ្យយើងសរសេរតម្រូវឲ្យuser បំពេញ form ឲ្យគ្រប់ form มันអាចចូលមកខាងស្ដាំនេះបានជាមួយខ្ញុំវាយពេញ form ចឹងនេះចូលបានបាទហើយមួយទៀតយើងបំពេញដូចគ្នាប៉ុន្តែយើងដាក់អានេះដាក់អាយុតែ17គឺវាអត់ចូលដូចអូសំទោសលោកគ្រូក្រោម17ត្រូវលោកគ្រូក្រោម17អញ្ចឹងខ្ញុំលុបវាចោលខ្ញុំសំអីគេយើងដាក់ធម្មតាចេះក៏បានយើងដាក់នេះចេះបានបើសិនជាយើងដាក់16ឆ្នាំបានវាអត់ចូលដោយសារយើងសរសេរកូដនេះកូដនេះយើងកំណត់ធំ17ពី17ដល់អាយុ80ពី17អាយុដល់80ហ្នឹងយើងកំណត់ចាហើយចុះទៅទេឥឡូវយើងដាក់10ឥឡូវបើសិនយើងដាក់80វានឹងចូលមកអូខេក្នុងកន្លែងហ្នឹងខ្ញុំមានដាក់ប៉ុណ្ណឹងទេឥឡូវយើងចូលដល់បញ្យល់កូដនេះគឺជាកូដរបស់យើងខ្ញុំសូមបញ្យល់ពី HTML មុនHTML គឺជាគឺសរសេរដើម្បីភ្ជាប់ទៅ value ហើយកូដនេះប៉ុណ្ណេះគឺជាគឺសរសេរដើម្បីបំពេញទាំងអស់ភ្ជាប់ទៅ value សម្រាប់ចងភ្ជាប់ទៅ value ចំណុចនេះគឺជាចំណុចបឋមដែលយើងបានសរសេរមាន clear form មានអីហ្នឹងនេះគឺចំណុចនេះមាន update មាន save មានអីនេះចំណុចនៅខាងឆ្វេងមិញនេះមាន save មាន clear មាន update ហើយចំណុចនេះគឺជាចំណុច class គឺសរសេរដើម្បីជាប្រអប់ដាក់ដើម្បីដាក់ឈ្មោះរបស់សិស្សដែលនៅខាងស្ដាំនេះហ្នឹង
ស្មើអាហ្នឹងសម្រាប់កំណត់ដែលយើងបានសរសេរហើយវាចូលទៅខាងចូលមកក្នុងហ្នឹងដែលយើងសរសេរនៅខាងលើនេះហើយចូលមកខាងចុច share ទៅចូលធ្លាក់មកខាង project class នេះហើយបន្តមកទៀតនេះគឺជាកន្លែងកំណត់ដើម្បីកំណត់ពេលដែលយើងចុចប៊ូតុង edit គឺវាកែពី cell មកជា update នេះគឺកែអញ្ចឹងវាដាក់តម្លៃមកវិញមកពី update កន្លែង edit និងកន្លែង delete ហើយប៊ូតុងនេះក៏ដូចគ្នាកែ edit ហើយប៊ូតុងនេះគឺកែ delete តមកយើងចូលមើលកូដFTS ម្ដងនេះ FTS យើងខ្ញុំនិយាយទីនេះគឺជាតម្លៃដែលយើងបានជាប់នៅក្នុង form ដើម្បីយើងឲ្យលើក្នុង form ហើយនេះគឺជា single ណាគឺជា UI ដែលសរសេរដើម្បីឲ្យ UI បំពេញព័ត៌មាននិងupdate ព័ត៌មានទាំងអស់បានកន្លែង cell នេះគឺសំខាន់ជាងគេនេះដល់នេះកន្លែងហ្នឹងគឺសម្រាប់កំណត់លក្ខខណ្ឌថាបើសិនជាយើងអត់បំពេញឈ្មោះទេគឺវាអត់អាចចូលទៅកាន់ form ខ្លះបានទេឈ្មោះខាងទៀតបាននេះគឺលក្ខខណ្ឌវាគឺណានេះវានឹងកំណត់វានឹងcheck មើលថាយើងបានបំពេញអត់បើសិនជាបានបំពេញវានឹង alert ឲ្យយើងទៅបំពេញម្ដងទៀតដដែលនេះគឺទាំងអស់នេះហើយបើសិនជាយើងបំពេញបានត្រឹមត្រូវវានឹង load ថានេះនេះទាំងអស់នេះហើយចូលដល់កន្លែងនេះគឺកន្លែង load មកហ្នឹងសួរយើងថាយើងចង់update ចូលកន្លែង form ខ្លះនឹងអត់យើងដល់កន្លែង edit space នេះគឺជាកន្លែងដែលយើងវាយចូលបំពេញចូលក្នុង form រួចហើយប៉ុន្តែយើងចុច save ហើយប៉ុន្តែយើងចង់ edit វិញដោយសារតែយើងខុសគឺយើងមានកូដនេះសម្រាប់ edit first name last name age gender update and ហ្នឹង gender ហ្នឹងសម្រាប់យកទៅ update ឧទាហរណ៍កូដនេះឧទាហរណ៍យើងវាយនេះឈ្មោះនេះខុសឈ្មោះចង់មួយនឹងមកយើងចុចយើងមានកូដហ្នឹងដើម្បីមាន web function edit នេះយើងស៊ូ edit វា load មក form ទី1វិញយើងកំណត់អញ្ចឹងឧទាហរណ៍យើងខុសអាយុ40ឆ្នាំយើងអាយុតែ20ឆ្នាំទេអញ្ចឹងយើងចុច update វិញទៅវានឹងកែឲ្យយើងនៅទីនេះហើយចំណែកប៊ូតុង delete នេះវិញគឺជាប៊ូតុងដែលយើង delete យើងចង់ delete ទៅពេលយើងបំពេញរួចហើយវាខុសយើងចង់ delete គឺយើង delete បែបដូចគ្នាអញ្ចឹងនេះយើង delete ថានឹងខុសអញ្ចឹងយើងចុច delete មកយើងចុចហើយវាសួរថាយើងចង់ delete អត់យើងសួរយើងចង់ delete មកយើងអូខេមកវានឹងទៅបាត់នេះក៏ដូចគ្នានឹងចំណុចនេះតែមួយជាមួយនេះហើយយើងដល់ចំណុច clear form នេះគឺជាចំណុចដែលយើង clear ពីកន្លែងដែល form ដែលយើងបានបំពេញហើយយើងខ្ជិលលុបម្ដងមួយយើងគឺយើងចុចclear យកតែម្ដងគឺបំពេញ form សារជាថ្មីអញ្ចឹងយើងចូលទៅ
នេះមកខ្ញុំពេញឲ្យមើលនេះដូចយើងវាយខូនចេះវាយខូនចឹងយើងខូនចឹងយើងអត់ចង់ clear ម្ដងមួយចេះទេ clear ចេះទេគឺយើងចង់ clear ម្ដងដាច់ឲ្យទាំងអស់ចេះហ្មងនេះគឺជាកូដការបញ្យល់កូដយើងគឺចប់ត្រឹមហ្នឹងហើយខ្ញុំដល់វិធី boost ចូល hosting ទៅកាន់ Vercel ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបាន UI យើងចូល terminal អូខេហើយយើងវាយ ng build អូវាយខុសដោយសារតែខ្ញុំអត់បានចូលនេះមិនយើងចូលក្នុង CD វាសិន tab នេះមិនចូលបានហើយយើងវាយ ng build អូខេនេះបន្ទាប់ពីយើងវាយប៉ុណ្ណឹងបានហើយយើងវា load ឲ្យ line disk យើងចូល line នេះ browser ចូលនេះយើងត្រទៅវានេះគឺជា file ដើម្បីយើងយកទៅ hosting នៅក្នុងGitHub តោះមកយើងចូលទៅ GitHub ចេញទៅទំព័រដើមខ្ញុំបង្កើតមួយ midterm នេះខ្ញុំបង្កើតមួយឥឡូវយើងបង្កើតថ្មីត្មងចូល new យើងវាយមក sv 15 team to la pos screen ចឹងមកជា create អូខេយើងបានប៉ុណ្ណឹងហើយយើងចូលទៅកន្លែង upload and exchange file បានប៉ុណ្ណេះហើយយើងមកកន្លែងនេះយើងចាប់អា4នេះ4នឹងដាក់ចូលក្នុងនេះ plot តោះមកយើងចាំឲ្យវាពេញសិនតើយើងចុច commit change បន្ទាប់ពីចុច commit change កូដយើងក៏បានចូលមកដល់នៅក្នុងនេះហើយមែនហើយយើងចូលទៅកាន់ Vercel ដើម្បីបង្ហោះវាដើម្បីបង្ហោះយើងចុចadd new ហើយចុច project ហើយproject យើងវានឹងមកនៅលើគេនេះគឺ import ហើយយើងចុច deploy យើងក៏វាកំពុងតែដំណើរការនេះវាបានសម្រេចនេះហើយអ្វីដែលយើងត្រូវការនេះគឺ domain នេះយើង copy វាទុកយើងត្រូវការប៉ុណ្ណេះដើម្បីចូលទៅកាន់ PS script អូខេយើង copy មកយើង copy វាទុកមក